បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នានៅថ្ងៃនេះគឺជាថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025នៅថ្ងៃនេះដែរខ្ញុំបាទមានព័ត៌មានមួយចំនួនជម្រាបជូនដល់បងប្អូនដែលរឿងទី1ហ្នឹងគឺពាក់ព័ន្ធទៅនឹងការស្វាគមន៍ការមកដល់ជាថ្មីនៅនាវាយក្ស Westerdam ដែលនាំភ្ញៀវមកទស្សនាប្រទេសកម្ពុជាជិត2000នាក់មកនៅក្នុងសាច់រឿងនេះគឺហេតុអីបានជានាវាយក្សមួយនេះតែងតែនាំភ្ញៀវមកប្រទេសកម្ពុជាពួកយើងដឹងហើយថាកាលពីឆ្នាំ2020បាទពលគឺអំឡុងពេលដែលពិភពលោកកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នាវា Westerdam នេះបានដឹកភ្ញៀវទេសចរប្រមាណជាជិត 20,000 នាក់ដើរលេងជុំវិញពិភពលោកនៅពេលនោះគឺនាវា Westerdam ត្រូវដល់ពេលចូលចតប៉ុន្តែបណ្ដាប្រទេសមួយចំនួនមិនបានអនុញ្ញាតឲ្យនាវានេះចូលចតទេរួមទាំងប្រទេសថៃដែរនៅពេលនោះគឺមិនបានអនុញ្ញាតឲ្យនាវា Westerdam នឹងចូលចតទេប៉ុន្តែដោយឡែកសម្រាប់ប្រទេសកម្ពុជាយើងវិញយើងមើលឃើញថាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវដែលថ្នាក់ដឹកនាំរបស់យើងបានឲ្យនាវា Westerdam នេះចូលចតនៅក្នុងពេលនោះហើយដែលធ្វើឲ្យពិភពលោកទាំងមូលបានកត់ត្រាជាប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជាហ៊ានបានអនុញ្ញាតឲ្យនាវា Westerdam នេះដែលនៅពេលនោះគេតែងតែភ័យខ្លាចនៃជំងឺ Covid-19 ប៉ុន្តែផ្ទុយទៅវិញអ្នកនៅលើនាវាទាំងអស់នោះមិនមានអ្នកណាមួយឆ្លងមេរោគ Covid-19 ទេដែលយើងមើលឃើញថាបណ្ដាប្រទេសមួយចំនួនគិតខុសអំពីនាវាមួយនេះប៉ុន្តែកម្ពុជាយើងបានគិតត្រូវហើយក៏ជាប្រវត្តិសាស្ត្រមួយដែរនៅពេលនឹងហើយដែលធ្វើឲ្យនាវាយក្សមួយនេះបានមើលឃើញអំពីបេះដូងរបស់កម្ពុជាហើយក៏បានតបស្នងសងគុណកម្ពុជាវិញតាមរយៈការដឹកជញ្ជូនភ្ញៀវទេសចរដ៏ច្រើនមកទស្សនាប្រទេសកម្ពុជាដែលនៅក្នុងអំឡុងឆ្នាំ2020នៅក្នុងអំឡុងពេលដែល COVID កំពុងតែវាយលុកនោះនាវាមួយនេះបានសន្យាជាមួយនឹងកម្ពុជាថានៅឆ្នាំ2023នាវាមួយនេះនឹងដឹកភ្ញៀវទេសចរមកកម្សាន្តលេងនៅប្រទេសកម្ពុជាហើយរហូតដល់ឆ្នាំ2024ក៏មានដែរហើយឆ្នាំ2025នេះទៀតសោតនាវាមួយនេះបានដឹកភ្ញៀវទេសចរមកទស្សនាកំសាន្តនៅខេត្តព្រះសីហនុបាទជាពិសេសគឺចូលចតចុះចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025ដោយនាំអ្នកដំណើរបាទភ្ញៀវទេសចរអន្តរជាតិគឺជាភ្ញៀវទេសចរលំដាប់កំពូលគេហៅថាកំពូលអ្នកមានជិះនាវានេះមកចុះចតនៅកំពង់ផែព្រះសីហនុចំនួនជិត 2,000 នាក់ដែលមានរហូតទៅដល់គេហៅថា43សញ្ជាតិបាទមាន43សញ្ជាតិដែលបានជិះលើនាវានោះហើយភ្ញៀវទេសចរដែលច្រើនជាងគេនេះគឺភ្ញៀវទេសចរសហរដ្ឋអាមេរិកអូស្ត្រាលីនិងកាណាដាដែលនេះយើងមើលឃើញអំពីការមកដល់របស់នាវាយក្សមួយនេះជាការដឹងគុណបាទជាការថ្លែងអំណរគុណដល់ប្រទេសកម្ពុជាយើងខ្ញុំសូមជម្រាបជូនថាការបើកបេះដូងរបស់ប្រទេសកម្ពុជាទទួលស្វាគមន៍ភ្ញៀវទេសចរនៅក្នុងអំឡុងពេលដែលបណ្ដាប្រទេសទាំងអស់មិនហ៊ានទទួលយកនេះហើយជាចំណុចមួយដែលប្រទេសកម្ពុជាយើងបង្ហាញជាគំរូដល់ប្រទេសផ្សេងៗថាកម្ពុជាបេះដូងតូចមែនប៉ុន្តែចិត្តធំចិត្តទូលាយបាទចិត្តល្អមិនប្រកាន់បើកចំហបេះដូងទទួលយកបណ្ដាប្រទេសទាំងអស់សូម្បីតែសប្តាហ៍ថ្ងៃនេះយើងមានបញ្ហាទំនាស់បញ្ហាព្រំដែនជាមួយនឹងថៃក៏យើងមិនមែនជាអ្នកផ្ដើមដែរផ្ទុយទៅវិញថៃទេជាអ្នកដែលផ្ដួចផ្ដើមបង្កើតឲ្យមានបញ្ហានេះបញ្ហានោះរោគលេសនេះរោគលេសនោះរោគរឿងខ្មែរគ្រប់ពេលវេលាទាំងអស់រហូតទៅដល់អន្តរជាតិបានមើលឃើញពីទង្វើសពថ្ងៃរបស់ថៃទៀតអញ្ចឹងនេះហើយដែលព័ត៌មានផ្សាយថ្ងៃនេះខ្ញុំចង់បង្ហាញដល់បងប្អូនថាទោះបីជាកម្ពុជាកំពុងតែមានបញ្ហាព្រំដែនជាមួយថៃក៏នាវាមួយនេះនៅតែចុះចតនាំភ្ញៀវមកទស្សនាប្រទេសកម្ពុជាយើងមួយថ្ងៃហើយរំពឹងថាហើយសង្ឃឹមថានាវាមួយនេះទេសចរនៅក្នុងនាវាមួយនេះនឹងស្នាក់នៅយូរមួយថ្ងៃឬក៏ពីរថ្ងៃបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាយើងខ្ញុំសូមបញ្ជាក់ឡើងវិញថាឆ្នាំ2020តាមការសន្យារបស់នាវា Westerdam នាវាមួយនេះបាននាំភ្ញៀវជាងជិត 2,000 នាក់មកទស្សនាប្រទេសកម្ពុជាយើងនៅឆ្នាំ2023តាមការសន្យាមែនហើយនៅពេលនោះយើងមើលឃើញអំពីសកម្មភាព
គេហៅថាបដិសណ្ឋារកិច្ចរបស់កម្ពុជាយើងចំពោះភ្ញៀវទេសចរទាំងនោះគឺល្អមែនទែនដែលថ្នាក់ដឹកនាំមន្ត្រីក្រសួងទេសចរក៏ដូចជាអាជ្ញាធរខេត្តព្រះសីហនុនឹងបានរៀបចំបដិសណ្ឋារកិច្ចទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះភ្ញៀវទេសចរអន្តរជាតិទាំងនោះដោយមានបាទតាមរយៈការបង្ហាញស្គរឆាយ៉ាំស្វាគមន៍ពួកគាត់យ៉ាងកក់ក្ដៅនៅពេលនោះហើយដែលភ្ញៀវទេសចរបរទេសទាំងអស់នោះបានមើលឃើញអំពីគេថាបេះដូងនិងសន្តានចិត្តល្អរបស់កម្ពុជាយើងមិនត្រឹមតែប៉ុណ្ណោះភ្ញៀវទេសចរទាំងនោះបានទស្សនារហូតទៅដល់ខេត្តកំពតនិងខេត្តកែបផងដែរហើយយើងក៏លេខមើលនៅឆ្នាំ2025នេះភ្ញៀវទេសចរបានមកលេងម្ដងទៀតគាត់បានស្វែងរកចំណុចបាទទីតាំងគួរឲ្យចាប់អារម្មណ៍សំខាន់ជាច្រើននៅខេត្តព្រះសីហនុពេលព្រោះយើងដឹងហើយថាខេត្តព្រះសីហនុគឺជាខេត្តមួយដែលពោពេញទៅដោយតំបន់ទេសចរទាក់ទាញយ៉ាងច្រើនជាពិសេសគឺយើងមានឆ្នេរស្រស់ស្អាតមានឆ្នេរអូឈើទាលមានឆ្នេរអូត្រេសហើយយើងក៏មានគេហៅថាកោះរុងដែលមានឆ្នេរស្រស់ស្អាតលើពិភពលោកផងដែរអញ្ចឹងទេនេះគឺជាសក្តានុពលមួយដែលទាក់ទាញបាទយើងសង្ឃឹមថាភ្ញៀវទេសចរដែលមកទស្សនាតាមរយៈនាវាយៈ Westerdam នេះអាចនឹងមកលេងប្រទេសកម្ពុជាយើងច្រើនថ្ងៃឥឡូវនេះគឺគាត់តែមួយថ្ងៃទេតែយើងរំពឹងថាភ្ញៀវទេសចរទាំងនេះអាចនឹងមកស្នាក់នៅកំសាន្តលេងប្រទេសកម្ពុជាយើងអាចច្រើនជាងនេះយើងសង្ឃឹមដូច្នេះបាទខ្ញុំបញ្ជាក់ឡើងវិញថានាវាយៈ Westerdam នេះបាននាំភ្ញៀវជិត 2000 នាក់ដែលមាន43សញ្ជាតិនៅក្នុងនោះគឺមានភ្ញៀវទេសចរបរទេសច្រើនជាងគេគឺសហរដ្ឋអាមេរិកអូស្ត្រាលីនិងកាណាដាអរគុណសម្រាប់បងប្អូនដែលបានទស្សនាព័ត៌មាន